ចាសួស្តីបងប្អូនថ្ងៃនេះយើងមកជួបគ្នាទៀតហើយតាក់ទងជាមួយនឹងការមើលព័ត៌មានការងារនៅលើគេហទំព័របងធំ .com អញ្ចឹងឥឡូវគឺយើងមកមើលការងារនៅលើ website បងធំមកមើលការងារនៅតាមខេត្តនៅតែទៅលើ job location បើយើងចូលទៅមើលការងារនៅលើ job location គឺយើងការងារតែម្ដងអញ្ចឹងវាមានតាមប្រភេទដែរការដែលយើងចូលមើលតាម location គឺយើងឃើញចំនួនការងារនៅខេត្តណាដល់ SOP ប្រាប់វាអញ្ចឹងមាន5ការងារដែលកំពុងតែការងារមួយក៏មានមុខតំណែងច្រើនអញ្ចឹងនេះនៅខាង invitation for bid for harvester and agriculture machinery traderចានៅខាង Food and Agriculture Organization of the United Nations អញ្ចឹងនៅក្នុងនេះគឺគាត់ដាក់ផ្សាយប្រកាសដេញថ្លៃអញ្ចឹងនៅខេត្តព្រះវិហារដេញថ្លៃទៅលើម៉ាស៊ីនច្រូតកាត់និងម៉ាស៊ីនសម្រាប់កសិកម្មចានឹងអញ្ចឹងបើបងប្អូនគាត់ម៉ាស៊ីនទាំងអស់ហ្នឹងគឺគាត់អាចដាក់តម្លៃទៅខាងអង្គការ FAO ដែលគាត់កំពុងតែត្រូវការដេញថ្លៃក្នុងការទិញម៉ាស៊ីនសូមយើងមើលសេចក្តីប្រកាសទាំងអស់គ្នាទៅគឺតកតងជាមួយនឹងតម្លៃហ្នឹងគឺព័ត៌មាននៅក្នុងនេះហើយចាមានព័ត៌មានតកតងជាមួយ submission requirement ហ្នឹងគឺគាត់មាន link មានព័ត៌មាននៅលើហ្នឹងតែម្ដងហើយតកតងជាមួយនឹងព័ត៌មាននៅក្នុង website របស់គាត់ហ្នឹងគឺយើងចូលទៅមើលទៅយើងអាចឃើញព័ត៌មានបន្ថែមទៀតក្នុងការពាក់ព័ន្ធជាមួយនឹង project មួយហ្នឹងហើយចានេះគឺជាការដេញថ្លៃនៅខាងអង្គការ FAO ដូច្នេះឥឡូវគឺយើងមកមើលការងារបន្ថែមទៀតទៅចាអញ្ចឹងជាមួយនឹងខាងព្រះវិហារហ្នឹងគឺសុទ្ធតែជាការងារពេញតែម្ដងអញ្ចឹងនេះ Coordinator Research and M&A Officer ចានៅខាង CIRD មើលព័ត៌មានហ្នឹងបន្តិចទៅ CIRD ចាអញ្ចឹងឈ្មោះពេញប្រកបហ្នឹងគឺវិទ្យាស្ថានស្រាវជ្រាវនិងអភិវឌ្ឍជនបទកម្ពុជា Cambodia Institute for Research and Development ចាត្រូវការពីមុខតំណែងនៅខាងខេត្តព្រះវិហារហ្នឹងយើងចូលទៅមើលព័ត៌មានហ្នឹងគឺយើងឃើញហើយសម្រាប់ពួកយើងដែលមានចំណាប់អារម្មណ៍ធ្វើការនៅចង់ទៅធ្វើជាភាសាខ្មែរភាសាអង់គ្លេសហ្នឹងគឺត្រូវតែម្ដងណាការងារពេញម៉ោងតាក់ទងជាមួយនឹងខាង agriculture ចាខាងផ្នែកកសិកម្មអញ្ចឹងយើងទៅធ្វើការទីនោះពាក់ព័ន្ធជាមួយនឹងការងារខាងផ្នែកកសិកម្មណាជាមួយនឹងព័ត៌មានអីគឺនៅទីនេះតែម្ដងចាអញ្ចឹងខេត្តព្រះវិហារណាមាន5ទីតាំងដែលកំពុងតែត្រូវការសម្រាប់ឲ្យយើងដាក់ពាក្យក៏ដូចជាដាក់ដេញថ្លៃដែរចាឥឡូវគឺយើងមើលទាំងអស់គ្នាទៅអញ្ចឹងសម្រាប់យើងមើលព័ត៌មានបន្ថែមគឺគាត់ដាក់ website ឲ្យយើងចូលមើលដើម្បីយើងចូលទៅមើលព័ត៌មានបន្ថែមដឹងថាការឥឡូវគឺយើងងាកមកមើលការងារនៅកន្លែងផ្សេងទៀតណាសម្រាប់ឥឡូវយើងមកមើលការងារនៅខាងអង្គការ Forward Camp International Investment Co. Ltd ការងារផុតកំណត់ថ្ងៃទី7ខែ2នេះហើយអញ្ចឹងសម្រាប់ព័ត៌មានច្រើនចានៅក្នុងហ្នឹងគឺគ្រប់ផ្នែកតែម្ដងដូច្នេះបើយើងចាប់អារម្មណ៍យើងចង់ធ្វើការនៅខាងខេត្តព្រះវិហារជាមួយនឹងខាងអង្គការគឺយើងចូលទៅគេហទំព័របងធំ .com យើងមើល job location ហើយយើងចុចទៅមើលខាងខេត្តព្រះវិហារខេត្តព្រះវិហារហ្នឹងការងារដែលតម្រូវឲ្យយើងធ្វើការហ្នឹងគឺមានចេះភាសាខ្មែរនិងភាសាអង់គ្លេសផងដែរនៅក្នុងនេះគឺមិនមែនតែខេត្តព្រះវិហារទៅគ្រប់ខេត្តតែម្ដងតែហ្នឹងហើយតកតងជាមួយជំនាញគឺខាងផ្នែកកសិកម្មការងារសង្គមហ្នឹងហើយគឺយើងចាប់អារម្មណ៍យើងមើលព័ត៌មាននៅក្នុងហ្នឹងទៅហើយយើងដាក់ពាក្យទៅតាមតម្រូវការនិងមុខតំណែងដែលយើងចង់ធ្វើចាអញ្ចឹងនៅក្នុងហ្នឹងគឺយើងចុចទៅលើ apply now ហ្នឹងទៅហើយយើងដាក់ពាក្យទៅកាន់មុខតំណែងដែលយើងចង់ដាក់ហ្នឹងទៅគឺត្រូវហើយណាចាបានហើយវាជាព័ត៌មានល្អបំផុតសម្រាប់ការងារទាំងអស់នេះហើយចំពោះប្រាក់ខែគឺគាត់មិនបង្ហាញទេអញ្ចឹងយើងឃើញថាការងារហ្នឹងគឺយើងតម្រូវចង់បានប្រាក់ខែប៉ុន្មានគឺយើងដាក់ទៅខាងអង្គការទៅចាឥឡូវគឺយើងមកមើលបន្ថែមទៀតជាមួយនឹងការងារនៅខាងខេត្តព្រះវិហារហ្នឹងចាគឺមានខាងធនាគារពីខាង LOLC Cambodia PLC គឺគាត់មានច្រើនមុខតំណែងនៅក្នុងនេះហើយក្នុងមួយតំណែងហ្នឹងគឺត្រូវការច្រើនអ្នកអញ្ចឹងនៅខាងធនាគារយើង complete ណាសម្រាប់ការងារមាននៅខាងខេត្តអញ្ចឹងមិនមែនតែខេត្តព្រះវិហារទេនៅខេត្តផ្សេងទៀតណាទៅតាមមុខតំណែងមួយនេះហើយគាត់ដាក់ជាភាសាខ្មែរទៀតអញ្ចឹងយើងធ្វើឲ្យយើងងាយស្រួលអានហើយដូច្នេះសម្រាប់ពួកយើងចង់ធ្វើការធនាគារនៅខាងខេត្តព្រះវិហារឬក៏ខេត្តផ្សេងហ្នឹងគឺយើងចូលទៅគេហទំព័របងធំ .com ហើយយើងចុចយកខេត្តព្រះវិហារគឺយើងឃើញការងារទាំងអស់ហ្នឹងហើយនេះគឺយើងប៉ុណ្ណឹងសិនចុះហើយសូមជូនពរពួកយើងមានសំណាងល្អជោគជ័យក្នុងការងារចា៎សូមអរគុណ